game Pac-Man បង្កើតឡើងដើម្បីតាក់ទាញស្រីៗលេង game សាច់រឿងវាចាប់ដើមពីអ្នកបង្កើត game Pac-Man Toru Iwatani ឈ្មោះបកប្រែខ្មែរគឺ Avatani គាត់បានសង្កេតឃើញថា game arcade ជំនាន់ហ្នឹងភាគច្រើនគឺសុទ្ធតែជា game ប្រើអំពើហិង្សាហើយតួអង្គឯករបស់វាគឺសុទ្ធតែជាមនុស្សប្រុសអញ្ចឹងវាមិនដាល់ឲ្យ concept ឲ្យតែ game គឺសម្រាប់តែក្មេងប្រុសវាមិនមែនសម្រាប់ក្មេងស្រីទេហិតបានក្លិនរលុយ Toru Avatani ក៏ចាប់ផ្ដើមស្វែងយល់អំពីមនុស្សស្រីតើមនុស្សស្រីគឺចូលចិត្តអ្វីពេលហ្នឹងគាត់នឹកឃើញភ្លាមនោះគឺមនុស្សស្រីចូលចិត្តអ្វីដែលគួរឲ្យស្រឡាញ់ហើយនឹងនំ cake ពេលហ្នឹងគាត់ក៏បានស្វែងយល់អំពីមុខម្ហូបទៅពេលគាត់ឃើញ pizza ដែលបាត់មួយចំណិតគាត់ក៏បានថាណាហ្នឹងជាអ្វីដែលបងចង់បាននេះគឺជារបៀបដែល Pac-Man បានបង្កើតឡើង Pac-Man បង្កើតឡើងដើម្បីតាក់ទាញនារីលេង game មែនប៉ុន្តែមិនត្រឹមតែប៉ុណ្្នឹងទេវាតាក់ទាញដល់ថ្នាក់សូម្បីតែអ្នកដែលលេង game ក៏ចូលចិត្តវាដែរហើយ Pac-Man ក៏ខ្លាចជា game មួយដែលមានឥទ្ធិពលធំជាងគេក្នុងប្រវត្តិសាស្ត្រ video game នៅដល់តឥឡូវក៏នៅមានអ្នកលេង Pac-Man ដែរក្នុងឆ្នាំ2010គម្រប់ខួប30ឆ្នាំដែល Pac-Man ដែលបានបង្កើតឡើង Google ក៏បានផ្លាស់ប្ដូរ logo របស់ពួកគាត់ខ្លះទៅជា game Pac-Man សំខាន់អា logo ហ្នឹងអាចលេង game បានទៀតវាក៏ធ្វើឲ្យសេដ្ឋកិច្ចទូទាំងពិភពលោកធ្លាក់ចុះជាមធ្យមភាពមនុស្សម្នាក់ចំណាយ36វិនាទីដើម្បីលេង game Pac-Man ធ្វើឲ្យសេដ្ឋកិច្ចទូទាំងពិភពលោកបានបាត់បង់4,81,9352 ម៉ោងធ្វើការចំយ៉ាញៀន game ដូចស្អីហ្នឹងហើយខ្ទង់4លានម៉ោងជាងហ្នឹងវាស្មើនឹង120លាន48,3800 ដុល្លារតែថៃហេតុអីមនុស្សទាំងអស់គ្នាចំណាយពេលលេង game ហ្នឹងច្រើនមែនដោយសារតែ game ហ្នឹងត្រូវបានគេកូដពេល Pac-Man វាទៅស៊ីដុំមូហ្នឹង Pac-Man នឹងឈប់ធ្វើចលនាក្នុងរយៈពេលមួយ frame ទេប៉ុន្តែវាគ្រប់នឹងឲ្យពួកអាខ្មោចផ្សេងៗដើរចាប់ Pac-Man បានត្រូវមកចូល game arcade បើមិនធ្វើចឹងមិនស៊ីលុយយ៉ាងបាន game ធំយើង Nobody's perfect